បងអាណាជាបាសួស្តីបងប្អូនទាំងអស់គ្នាចាយើងបងប្អូនទាំងអស់គ្នាក្នុងវីដេអូមុនបងប្អូនបានរៀនការសរសេរ45ហើយនៅក្នុងវីដេអូបន្ទាប់នេះអ្នកគ្រូនឹងបង្រៀនបងប្អូនទាំងអស់គ្នាសរសេរពី46ចាយើងសូមបងប្អូនឬក៏កូនទាំងអស់គ្នាមើលមកលើក្តារខៀនទាំងអស់គ្នាកូនចូលរួមរាប់ជាមួយអ្នកគ្រូតាអ្នកគ្រូចង្អុលឲ្យកូនណោះចាប់ផ្ដើម10 20 30 40ម៉ានគាត់ចាគឺ45 6នេះគឺ45 6ចាអញ្ចឹង46គឺជាចំនួនមានពីខ្ទង់ដែលដំបូងគេកូនត្រូវសរសេរលេខ4បន្ទាប់កូនត្រូវសរសេរលេខ5 6តាមើលនៅលើក្តារខៀនទាំងអស់គ្នាចាយើង46កូនទាំងអស់គ្នាបានដឹងហើយកូនដំបូងត្រូវសរសេរលេខ4ចាចាប់ផ្ដើមកូនគួចចូលមកខាងក្រោមងាកទៅឆ្វេងឡើងទៅលើកូនកង់តិចមកងាកមកឆ្វេងបន្តិចបន្ទាប់កូនសរសេរលេខ6កូនគួចកោមកឡើងលើចាឡើងលើមកកូនងាកមកឆ្វេងបន្តិចកូនឃើញអត់តាម្ដងទៀតចាកូនគួចចាងាកឆ្វេងឡើងលើហើយងាកទៅឆ្វេងវិញបន្ទាប់មកកូនសរសេរលេខ6ចាកូនកោងឡើងលើចាឡើងលើហើយងាកមកស្ដាំនោះកូនឃើញទទួលបាន45 6ចាអញ្ចឹងកូនទាំងអស់គ្នាបានមើលអ្នកគ្រូបង្រៀនសរសេរ46តាមចលនាថាគាត់ចាអញ្ចឹងនៅបន្ទាប់នេះគឺជាកិច្ចការរបស់កូនកិច្ចការទី1ចូលកូនធ្វើគំនូសចំនួន46នេះគឺជា46ពេញលេញនេះគឺជាគំនូស46ដែលកូនត្រូវសរសេរបងកុំភ្លេចផ្អែកតាមចលនាចាអញ្ចឹងអ្នកគ្រូចូលលំហាត់ទី2ចូលកូនសរសេរចំនួន46នេះគឺជា46ពេញលេញនេះគឺជាទីតាំងដែលកូនត្រូវសរសេរចាយកកិច្ចការទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមវឹកហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរទេចាសូមអរគុណ